នៅក្នុងពិធីមង្គលការដែលនាយកប្រតិបត្តិសៀវហៀបនឹងផ្ទេរទ្រព្យសម្បត្តិទាំងអស់ទៅឲ្យប្រពន្ធរបស់គាត់ស្រាប់តែមានស្ត្រីម្នាក់ដែលមានរូបរាងដូចកូនក្រមុំបេះបិទបានប្រញាប់រត់ចូលមកនាងបានប្រាប់គ្រប់គ្នាថានាងគឺជាកូនក្រមុំពិតប្រាកដភ្ញៀវគិតយកចាប់ផ្ដើមខ្សឹបខ្សៀវគ្នាទៅវិញទៅមកស្ត្រីដែលស្លៀកឈុតកូនក្រមុំបានបដិសេធដោយកំហឹងដោយចោទនាងថាកុហកហើយបានទូចថានាងគឺជាកូនក្រមុំពិតបន្ទាប់មកនាងបានហៅសន្តិសុខឲ្យបណ្ដេញស្ត្រីនោះចេញនាយកប្រតិបត្តិសៀវឈោគៀងស្ងៀមមិនដឹងថាគួរជាអ្នកណានៅពេលនោះម្ដាយរបស់សៀវបានមកដល់ទាន់ពេលដោយកាន់រូបថតរបស់ស្ត្រីក្នុងឈុតកូនក្រមុំជាមួយនឹងបុរសម្នាក់ផ្សេងទៀតគាត់បានប្រាប់គ្រប់គ្នាថាកូនប្រសារពិតប្រាកដគឺជាស្ត្រីដែលនៅចំពោះមុខពួកគេមុខរបស់កូនក្រមុំคล้ายប្រែជាស្លេកហើយនាងបានចោទប្រកាន់ម្ដាយនិងស្ត្រីនោះភ្លាមថាបានខົບខិតគ្នាមកបំផ្លាញពិធីមង្គលការខណៈដែលកូនក្រមុំคล้ายនឹងម្ដាយរបស់សៀវកំពុងជែកគ្នាទៅវិញទៅមកទីបំផុតសៀវក៏បានសម្រេចចិត្តគាត់បានទាមទារឲ្យស្ត្រីទាំងពីរនាក់ធ្វើតេស្ត DNA រកឪពុកម្ដាយជាមួយកូនស្រីរបស់គាត់បន្ទាប់ពីគ្រូពេទ្យប្រមូលសំណាក់ឈាមរួចគ្រប់គ្នាក៏រងចាំលទ្ធផលដោយដឹងថាលទ្ធផលនឹងមិនអាចចំណេញដល់ខ្លួនកូនក្រមុំคล้ายក៏ធ្វើពុតជាឈឺដើម្បីទាមទារការអាណិតអាសូរពេលនោះកូនកំលោះក៏លាចិត្តបន្តិចហើយបានហៅសន្តិសុខឲ្យនាំស្ត្រីម្នាក់ទៀតចេញយ៉ាងណាមិញកូនស្រីបានការពារស្ត្រីនោះយ៉ាងខ្លាំងក្លាខណៈដែលកូនក្រមុំคล้ายគិតថាផែនការរបស់ខ្លួនបានជោគជ័យស្រាប់តែលេខាធិការរបស់សៀវក៏បានចូលមកជាមួយនឹងលទ្ធផលតេស្ត DNA ពេលលេខាធិការហុចលទ្ធផលសៀវកូនក្រមុំคล้ายបានឆក់យកវាទៅភ្លាមដោយព្យាយាមបំផ្លាញភស្តុតាងនៅនឹងកន្លែងកុមារីដ៏ឆ្លាតវៃរូបនោះក៏បានប្រញាប់រត់ទៅឆក់យកបាយការនោះពីដៃនាងសៀវបានបើកបាយការតេស្តដែលបង្ហាញថាកូនក្រមុំคล้ายនិងកូនស្រីមិនមានទំនាក់ទំនងឈាមនឹងគ្នាទេទីបំផុតការពិតក៏ត្រូវបានលាតត្រដាងវាបានបង្ហាញថាកូនក្រមុំคล้ายត្រូវបានបញ្ជូនមកដោយបងប្រុសរបស់សៀវដើម្បីដណ្ដើមយកទ្រព្យសម្បត្តិរបស់គាត់សៀវបានបញ្ជាឲ្យបុគ្គលិករបស់គាត់ប្រគល់កូនក្រមុំคล้ายទៅអាជ្ញាធរគាត់បានសុំទោសប្រពន្ធពិតរបស់គាត់ហើយនាងក៏បានលើកលែងទោសឲ្យគាត់ទីបំផុតគ្រួសារនេះក៏រស់នៅជាមួយគ្នាយ៉ាងមានសុភមង្គល